សួស្តីបងប្អូនអតិថិជនក្រុមហ៊ុន GFGI ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបន្តិចទៀតនេះខ្ញុំនឹងដើរចូលទៅបន្ទប់ Analyze មើលទីផ្សារមាសរកឱកាសចូលទីផ្សារទាំងអស់គ្នាណាបងប្អូនហើយនេះគឺជាបន្ទប់ដែលយើងធ្វើការវិភាគបាទ Market Research Department ខាងក្នុងបាទអញ្ចឹងយើងចូលទៅទាំងអស់គ្នាណាមើលទីផ្សារមាសវិភាគទាំងអស់គ្នាបងប្អូនបាទមានសភៅមានណាជាច្រើនណាស់ដើម្បីសម្រាប់បងប្អូនដែលចង់អានបាទឥឡូវនេះយើងឃើញហើយគឺផ្ទាំងទីផ្សារមាសនៅខាងឆ្វេងដៃរបស់ខ្ញុំនេះតែម្ដងហើយនេះគឺជាបន្ទប់របស់ក្រុមហ៊ុនណាខាង Market Research Department and Training ហើយសួស្តីទាំងអស់គ្នា Hello yeah okay អញ្ចឹងនេះគឺជាកន្លែងធ្វើការងាររបស់ក្រុមហ៊ុន Market and Training Research Department ណាយើងមានផ្ទាំងវីដេអូមួយណាដើម្បីមើលទីផ្សារហាងឆេងតែម្ដងបាទហើយនេះគឺជាទីផ្សារមាសដែលខ្ញុំនឹងធ្វើផែនការណាសម្រាប់បងប្អូនទាំងអស់គ្នាយកទៅពិចារណាបន្ថែមត្រៀមដើម្បីចូលទៅបាយនៅកន្លែងណា sell នៅកន្លែងណាទៅលើទីផ្សារមាសតែម្ដងបាទអញ្ចឹងយើងមើលពីចម្ងាយនេះកន្លែងនេះណាចាំយើងទៅក្បែរនៅក្នុងនេះគឺយើងឃើញថាទីផ្សារមាសរយៈពេល5នាទីណាខ្ញុំយក5នាទីមកនិយាយខ្លីដើម្បីយើងមានឱកាសបានចូលទីផ្សារណាបាទអញ្ចឹងនៅក្នុងនេះកន្លែងខាងលើមកដុំនេះណាទាំងអស់នេះហើយនៅខាងក្រោមនេះបាទអញ្ចឹងកន្លែងនេះគឺជា resistance របស់វាឬក៏គេហៅថាមាន supply ច្រើនកន្លែងហ្នឹងទៅទីផ្សារហ្នឹង candle ពណ៌ក្រហមធ្លាក់មកអញ្ចឹងណាទៅពេលមកដល់កន្លែងនេះមានការ buy ឡើងត្រឡប់ទៅវិញបាទអញ្ចឹងចំណុច high របស់វានៅកន្លែងនេះហើយចំណុច low របស់វានៅកន្លែងនេះហើយឥឡូវយើងទៅមើលបច្ចុប្បន្នភាពនៃទីផ្សារវាឡើងទៅដូចជាទឹករលកអញ្ចឹងណាបងប្អូនទាំងអស់គ្នាគឺឡើងទៅជាដូចជាកម្មចដាអញ្ចឹងបាទអញ្ចឹងនៅពេលដែលទីផ្សារឡើងទៅរបៀបនេះណាហើយបន្ទាប់មកទីផ្សារនឹងវានឹងឡើងទៅរកតំបន់ high របស់វានឹងវិញណាអញ្ចឹងតំបន់ high របស់វានេះយើងឃើញថានៅតម្លៃ30 37ហើយទីផ្សារបច្ចុប្បន្ននេះ goal បាទទីផ្សារបច្ចុប្បន្ននៅតម្លៃ30 24ណាហើយនេះគឺជា time frame មួយរយៈពេល5នាទីហើយឥឡូវនេះគឺបាន3នាទីទៀត56ទៀតគឺវាបិទ candle រយៈពេល5នាទីមួយនេះហើយបាទណាបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវតម្លៃគឺ30 24នៅខ្វះតែ$6ទៀតទេវានឹងឡើងទៅដល់តម្លៃ zone ដែលយើងត្រៀមធ្វើការ sell បាទអញ្ចឹងតំបន់ sell ល្អដែលខ្ញុំមើលឃើញគឺ30ហើយនឹង30 35ណាគឺតំបន់រយៈពេលនឹងតម្លៃ$5គម្លាតណាអញ្ចឹងនៅពេលដែលទីផ្សារឡើងទៅដល់តំបន់ហ្នឹងបាទគឺយើងត្រូវតែណារក head call រក sell confirmation ឲ្យឃើញនៅតំបន់ហ្នឹងទើបយើងអាច sell បានណាមិនមែនបានន័យថាយើងធ្វើ zone ប៉ុណ្្នឹងហើយទីផ្សារឲ្យទៅដល់ប៉ុណ្្នឹងធ្លាក់ចូលទៅ sell កន្លែងហ្នឹង blindly មិនមែនអញ្ចឹងទេបាទបងប្អូនទាំងអស់គ្នាគឺយើងរងចាំឲ្យទីផ្សារនេះវាឡើងទៅចូលទៅក្នុង zone ហ្នឹងហើយបន្តមកទៀតយ៉ាងហោចណាស់គឺយើងត្រូវរក signal sell ឲ្យឃើញនៅកន្លែងហ្នឹងអញ្ចឹង signal sell បើនិយាយឲ្យងាយទៅគឺយើងរងចាំ candle ក្រហមឲ្យកើតឡើងនៅកន្លែងហ្នឹងសិនណានៅក្នុង zone ហ្នឹងសិនចាំយើងធ្វើការចូលទៅ sell នៅក្នុងទីផ្សារហ្នឹងបាទដោយសារតែកន្លែងហ្នឹងគឺជាតំបន់ key resistance ដែលយើងមើលឃើញណាដែលឬក៏គេហៅថា supply ដោយសារតែមានការ sell កន្លែងហ្នឹងច្រើនមែនទែនណា candle ពណ៌ក្រហមអញ្ចឹងទៅពេលដែលយើងឃើញ candle កន្លែងហ្នឹងក្រហមកាត់ឡើងនៅកន្លែងហ្នឹងទៀតយើងអាច sell បានចំពោះផលចំណេញវិញនៅក្នុង time frame នេះគឺជា time frame 5នាទីបាទ5នាទីអញ្ចឹងផលចំណេញរបស់យើងគឺអត់ទៅណាឆ្ងាយអំពី$5ទៅ$10ទេណាអញ្ចឹងនៅពេលដែលយើងបានផលចំណេញខ្ទង់$5នេះយើងចេញពីផ្សារតង់ទី1សិនហើយបន្ទាប់មកចាំយើងធ្វើផែនការបន្តទៀតណាទាំងអស់គ្នាទាំងការដាក់ stop loss ក៏អញ្ចឹងដែរណាយើងយកចន្លោះពី$5ទៅ$10អញ្ចឹងនេះគឺជាវីដេអូទី1ហើយតម្លៃទីផ្សារប្រហែលជាបន្តិចទៀតកន្លះម៉ោងទៀតប្រហែលជាទៅដល់ zone ហ្នឹងហើយអញ្ចឹងនឹងមាន signal នៃការ sell នៅកន្លែងហ្នឹងកើតឡើងនៅពេលដែលមានណាខ្ញុំនឹងធ្វើវីដេអូ update ជូនបងប្អូនទាំងអស់គ្នាទៀតឥឡូវនេះគ្រាន់តែឲ្យបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់ទៅលើតម្លៃ30 ហើយ30 35ដើម្បីត្រៀមផែនការចូល sell នៅក្នុងតំបន់ហ្នឹងតែម្ដងណាបងប្អូនទាំងអស់គ្នាបាទដោយសារតែទីផ្សារតំបន់បាយនៅខាងក្រោមវានៅឆ្ងាយពេកអញ្ចឹងខ្ញុំអត់និយាយពីតំបន់បាយច្រើនទេប្រសិនបើមានខ្ញុំនឹងធ្វើវីដេអូ update ជូនបងប្អូនផងដែរណាបាទអញ្ចឹងនេះគឺជាវីដេអូទី1ហើយនៅពេលដែលមានបម្រែបម្រួលទីផ្សារខ្ញុំនឹងធ្វើវីដេអូទី2ជូនបងប្អូនទាំងអស់គ្នាបន្តទៀតបាទសូមអរគុណច្រើនហើយនឹងសូមបន្តតាមដានទាំងអស់គ្នាណាហើយនេះគឺជានៅក្នុងក្រុមហ៊ុន GFGI យើងរងចាំស្វាគមន៍បងប្អូនទាំងអស់គ្នា
មកសំណេះសំណាលបានបាទអរគុណបាទសួស្តីបងប្អូនទាំងអស់គ្នាបាទឥឡូវទីផ្សារមាសនេះគឺជាវីដេអូទី2យើងឃើញថាវីដេអូទី1គឺយើងបានមើលអំពី set up ទីផ្សារមាសនៅលើ time frame 5នាទីហើយតំបន់ដែលយើងត្រៀម sell គឺនៅតម្លៃ30 ហើយនឹង30 35បាទឃើញថាទីផ្សារនៅពេលដែលវាទៅប៉ះនៅតម្លៃ30 ឥឡូវនេះគឺកំពុងតែធ្វើការ sell តម្លាក់ចុះមកវិញបាទអញ្ចឹងគឺធ្លាក់ចុះពីតំបន់ដែលយើងcall សម្រាប់ការ sell ទីផ្សារតែម្ដងយើងឃើញ candlestick រយៈពេល5នាទីគឺចេញពណ៌ក្រហមមានការ sell តម្លាក់ពីតម្លៃ30 នឹងវិញដូច zone ដែលយើងបានត្រៀមប្រាប់ថាដើម្បីបាន sell ពីកន្លែងហ្នឹងបាទបងប្អូនអរគ្នាឥឡូវនេះគឺទីផ្សារបានធ្លាក់មកបានទៅដល់តំបន់ហ្នឹងហើយក៏បានធ្លាក់ចុះមកមែនឥឡូវនេះគឺតម្លៃបច្ចុប្បន្នគឺ30.23អញ្ចឹងប្រសិនបើបងប្អូនដែលត្រៀមផែនការចូល sell នៅតម្លៃ30 នោះគឺយើងទទួលបានផលចំណេញ$7ហើយបាទកន្លែងហ្នឹងណាបាទបងប្អូនអរគ្នាបាទអញ្ចឹងសូមបន្តតាមដានវីដេអូនេះបន្តទៀតប្រសិនបើទីផ្សារនេះត្រឡប់ទៅវិញណាចូលទៅក្នុង zone នឹងដដែលប៉ុន្តែលើកនេះគឺយើងយកតម្លៃខ្ពស់បន្តិចគឺ30 35ទៅ40ណាគឺយើងអាចពិចារណានៅក្នុងការរងចាំឱកាសនៃការ sell សារជាថ្មីប្រសិនបើទីផ្សារនេះឡើងទៅបាទពីព្រោះកំពូល high របស់វាគឺនៅ30 37បាទអញ្ចឹងនៅតម្លៃ30 37 40នេះកន្លែងល្អសម្រាប់ការ sell នៅពេលដែលមាន signal confirm នៃការ sell បាទតែ set up មួយនេះវីដេអូទី1នេះគឺបានឲ្យ sell ពីតម្លៃ30ហ្នឹងណាអញ្ចឹងគឺទីផ្សារក៏បានធ្លាក់ចុះមកមែនគឺបានផលចំណេញបាទធ្លាក់ចុះមកឥឡូវគឺបាន$7បាទសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាសូមបន្តតាមដានវីដេអូហើយចង់ដឹងអំពី set up វីដេអូនេះសូមត្រឡប់ទៅមើលវីដេអូទី1វិញបាទសូមអរគុណ